ពីមុនណាគឺថាក្លាហានមែនតើមកឡានក៏ខ្លួនឯងអីក៏ខ្លួនឯងតាំងពីមានប្តីមកគឺប្តីជាសរសៃឈាមគឺបាត់បានទេអ្នកខ្លះគេថាអូឃើញតែប្តីជូនទៅនេះទៅនោះខ្ញុំត្រូវការគាត់ជូនចឹងតែហ្មងតាមពិតគាត់ការងារគាត់ធ្វើអីផ្សេងតែខ្ញុំត្រូវការសរសៃឈាមចាព្រោះខ្ញុំវាអត់ទៅស្រួលខ្លួនចង់ស្រុកចាមួយទៀតប្តីគឺជាមេធាវីប្តីគឺជាលោកគ្រូពេទ្យអានេះខាត់សគីមស្រឡាញ់ប្តីមែនតើកម្រមាននារីបែបហ្នឹងហើយវីដេអូនេះសម្រាប់មនុស្សប្រុសដែលចង់មានគ្រួសារចង់មានប្រពន្ធមិនមែនសម្រាប់នារីណាពីមុនមកយើងនិយាយពីរឿងនារីច្រើនហើយមិនសូវសបោទេនារីជាពិសេសនារីបច្ចុប្បន្នកើតឆ្នាំ2000ឡើងហ្នឹងពួកគេទទួលឥទ្ធិពលពីនារីផ្សេងខ្លាយទៅជានារីរឹងមាំមកហើយអញ្ចឹងបើសិនជាបងប្អូនប្រុសតែឃើញស្ត្រីទាំងឡាយណាមានអត្តចរិតដូចឬស្តៀងនឹងនាងខាត់សគីមដែលនិយាយថាប្តីគឺជាដង្ហើមប្តីគឺជាជីវិតអត់ប្តីមិនបានប្តីជាមេធាវីហ្នឹងត្រូវការប្តីអាហ្នឹងកត់លេខគេទុកបើសិនដឹងណាសួររកលេខគេឬក៏ស្វែងរក Facebook របស់គេអេតគេទុកចំណាំគេតាមដានគេបន្តទៀតនេះជាសញ្ញាល្អមួយផ្ទុយទៅវិញនារីបែបណាដែលបងប្អូនអរគ្នាគួរជៀសវាងស្ត្រីដែលនិយាយថាមិនត្រូវការមនុស្សប្រុសទេបើគេនិយាយចឹងហើយកុំចំណាយពេលអត់ប្រយោជន៍ទៅញ៉ាយមនុស្សស្រីបែបហ្នឹងរត់គេចឲ្យឆ្ងាយបំផុតតាមដែលអាចធ្វើទៅបានមនុស្សស្រីបែបណាទៀតដែលបងប្អូនអរគ្នាប្រុសនឹងគូកិច្ចមនុស្សស្រីដែលនិយាយថាកុំបញ្ចុះស្តង់ដាររបស់ខ្លួនទៅរកមនុស្សប្រុសឬក៏កុំតម្លាក់ស្តង់ដាររបស់ខ្លួនទុកឲ្យមនុស្សប្រុសហ្នឹងទៅឡើងស្តង់ដាររបស់គេមករកយើងមនុស្សស្រីបែបនេះមានស្តង់ដារខ្ពស់ណាស់បងប្អូនអរគ្នាកិច្ចរត់កិច្ចឲ្យឆ្ងាយកុំទៅក្បែរកុំចំណាយពេលអត់ប្រយោជន៍មនុស្សស្រីបែបហ្នឹងនឹងធ្វើបងប្អូនអរគ្នាឈឺក្បាលលើកលែងតែបងប្អូនអរគ្នាជាមនុស្សដែលមានស្តង់ដារខ្ពស់ឆ្លើយតបទៅនឹងស្តង់ដាររបស់គាត់អានឹងបានអាចរស់នៅចុះសម្រងគ្នាបានទៀមទាខ្លាំងមែនទែនកុំរងចាំមនុស្សស្រីម្នាក់គេកែប្រែមនុស្សស្រីដែលទន់ភ្លន់ដែលមានភាពជាស្ត្រីគឺមានតាំងពីដើមមានគ្រប់ពេលវេលាភាពជាស្ត្រីផុសនារីមិនមែនបិទបើកដូចជាអំពូលម៉ែទេគេបិទមានន័យថាម៉េចគេអត់ទន់ភ្លន់ទេគេរឹងមាំគេអឺតកតោមនៅពេលដែលគេនៅមុខចំពោះមនុស្សប្រុសមួយចំនួនដែលអត់មាននៅអ្វីដែលគេចង់បានឬក៏អត់ត្រូវតាមស្តង់ដាររបស់គេប៉ុន្តែគេនឹងទន់ភ្លន់ធ្វើជាស្ត្រីពេញលក្ខណៈនៅចំពោះមុខមនុស្សប្រុសគេហៅ top guy បាទមិនមែនអញ្ចឹងទេមនុស្សស្រីទន់ភ្លន់គឺទន់ភ្លន់គ្រប់ពេលវេលាអស់គ្រប់ទីកន្លែងហើយវាមិនងាយរកបានទេមនុស្សស្រីដែលទន់ភ្លន់ហើយដែលសហការជាមួយយើងដែលការពារមនុស្សប្រុសដែលខ្លួនស្រឡាញ់ឬក៏ហៅថាប្តីហ្នឹងអញ្ចឹងដូចខ្ញុំនិយាយខាងលើអញ្ចឹងបើសិនជាឃើញនារីណាដែលស្តៀងឬដូចនឹងនាងខាត់សគីមហើយញ៉ាយគេមុនតាក់ទងទៅគេទៅមិនមានន័យថាយើងនឹងបានសម្រេច 100% ទេប៉ុន្តែអានឹងជាចំណុចចាប់ផ្ដើមគឺយើងត្រូវតាក់ទងទៅគេមុនព្រោះប្រពៃណីរបស់យើងស្ត្រីគេអត់ញ៉ាយយើងមុនទេហើយបើសិនគេឆ្លើយតបមកយើងហើយអានឹងប្រហែលជាយើងចូលដល់ជំហានទី2មាន 4-5 ជំហានទៀតទៅមកបានរៀបការមួយគេតែបើសិនមានពេលយើងពិភាក្សារឿងនឹងទៀតគេជូនពរឲ្យប្រុសទាំងអស់មានប្រពន្ធដោយនាងខាត់សគីមឲ្យបានច្រើនស្រឡាញ់ប្តីត្រូវការប្តីគឺជាដង្ហើមប្តីគឺជាសរសៃឈាមប្តីគឺជាមេធាវីហើយប្តីគឺជាគ្រូពេទ្យ